ចេញលក់ដំបងគ្មាននរណាយកភ្នែកមើលសំបីតែមួយគ្រឿងក៏លក់មិនដាច់ដែរក៏ប៉ុន្តែក្រោយសំងំកែលម្អស្ងាត់ស្ងៀមរួចមកឥឡូវនេះយន្តហោះចម្បាំងបំបាំងកាយឆ្លាមខៀវ J35 របស់ចិនមានរឿងត្រូវនិយាយគ្នាជាមួយនឹងកម្ពុជាយន្តហោះចម្បាំង F22 និងបិសាចជ្រែកមេឃគ្មានស្រមោល S35 របស់អាមេរិកហើយនេះបើយោងតាមការចេញផ្សាយដោយគេហទំព័រវិភាគផ្នែកយោធា1945យន្តហោះបំបាំងកាយ FC31 ផលិតដោយក្រុមហ៊ុន Shenyang Aircraft Corporation ហោះត្រដាងស្លាបលើកដំបូងក្នុងឆ្នាំ2012និងដាក់លក់ទៅកាន់អតិថិជនអន្តរជាតិក្រុមឈ្មោះនាំចេញថា ជា Falcon ក៏ប៉ុន្តែក្នុងមួយទសវត្សរ៍ដំបូងគ្មាននរណាបើកភ្នែកមើលទេនៅលើទីផ្សារអាវុធពិភពលោកពលគឺសំបីតែមួយគ្រឿងក៏លក់មិនចេញដែរទោះបីជាយ៉ាងណាក៏ដោយក្រោយរចនាឡើងវិញជាមួយនឹងឧបករណ៍ចោះចតកាន់តែងាយស្រួលមានប្រព័ន្ធងាយស្រួលបញ្ឈប់នៅលើនាវាផ្ទុកយន្តហោះចម្បាំងរចនារាងកាយកាន់តែកាចនិងមានប្រព័ន្ធការពារជ្រេះសម្រាប់ប្រតិបត្តិការដែនសមុទ្រនោះ FC31 បានប្រែកាយថ្មីទៅជាឆ្លាមខៀវបំបាំងកាយ J35 និង J35A វិញដល់ J35 សម្រាប់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនប្រើប្រាស់និង J35A សម្រាប់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនប្រើប្រាស់ហើយនៅក្នុងនោះវានឹងដាក់ពង្រាយសម្រាប់ប្រើប្រាស់ពេញលេញនៅលើនាវាផ្ទុកយន្តហោះចម្បាំងថៃ003 Fujian នៅក្នុងឆ្នាំ2026នេះតែម្ដងចុះហេតុអ្វីបានជាគេហទំព័រ1945ហ៊ានចុះថា J35 របស់ចិនមានរឿងត្រូវនិយាយគ្នាជាមួយនឹង F22 និង F35 របស់អាមេរិកនោះត្រង់ចំណុចនេះកាសែត National Security Journal បានបញ្យល់ថាឆ្លាមខៀវបំបាំងកាយ J35 គឺជាយន្តហោះចម្បាំងចំនួនទី5របស់ចិនដែលមានម៉ាស៊ីនភ្លោះនិងមានសមត្ថភាពអាចលេងគ្នាជាមួយនឹងបិសាចជ្រែកមេឃឥតស្រមោល S35 Lightning II របស់អាមេរិកបានហើយអ្វីដែលកាន់តែពិសេសគឺចិនកំពុងតែរៀបចំផែនការផលិតនៅក្នុងទ្រង់ទ្រាយធំដោយមានការប៉ាន់ប្រមាណថាអាចឡើងរហូតដល់300គ្រឿងនៅក្នុងឆ្នាំ2030ដោយសារតែវាចំណាយអស់ទឹកប្រាក់ត្រឹមតែ55ទៅ85លានដុល្លារអាមេរិកតែប៉ុណ្ណោះសម្រាប់ការផលិតនៅក្នុងមួយគ្រឿងនោះសម្រាប់ការបំពាក់អាវុធវិញ J35 អាចបំពាក់មីស៊ីល PL15 រយៈចម្ងាយឆ្ងាយបានរហូតដល់6គ្រាប់និងអាចបន្ថែមមីស៊ីលខាងក្រៅបានរហូតដល់6គ្រាប់បន្ថែមទៀតដែលនេះក៏អាចធ្វើឲ្យវាលេងជាមួយនឹង F22 Raptor របស់អាមេរិកដែលលាក់មីស៊ីល ARAM បានរហូតដល់6គ្រាប់នៅក្នុងពោះរបស់វាផងដែរទោះបីជាយ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជាការវិភាគបើចង់ដឹងថារបស់អាមេរិកខ្លាំងឬរបស់ចិនខ្លាំងនោះគឺមានតែប្រយុទ្ធគ្នាជាក់ស្ដែងទេទើបដឹង